សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកមើលនាងខ្ញុំរៀបចំម្ហូបអាហារដាក់ទៅធ្វើការបងប្អូនតែថ្ងៃនេះនាងខ្ញុំគឺអត់បានធ្វើម្ហូបអីទេនាងខ្ញុំក៏បានធ្វើទឹកនំបញ្ចុកហូបទេបងប្អូនហើយទឹកនំបញ្ចុករបស់ខ្ញុំឆ្អិនអស់ហើយណាបងប្អូនវីដេអូនេះគឺខ្ញុំអត់បានថតពីដើមដល់ចប់ទេពីរបៀបធ្វើទឹកនំបញ្ចុកខ្ញុំបងប្អូនឥឡូវទឹកនំបញ្ចុកយើងក៏ឆ្អិនរួចរាល់អស់ហើយបងប្អូនអញ្ចឹងទៅយើងក៏ចាប់ផ្ដើមរៀបចំដាក់កន្ទោលស្រាប់យកទៅធ្វើការបងប្អូននេះខ្ញុំដាក់បន្លែខ្ញុំអត់មានអីច្រើនទេបងប្អូនអើយមានការ៉ុតបន្តិចទៅសក់បន្តិចទៅបងប្អូនបន្លែខ្ញុំអត់មានអីច្រើនទេតែបើយើងបងប្អូនមានបន្លែអីច្រើនមកក៏គឺទំនងមែនទេហើយឆ្ងាញ់ទៀតបងប្អូនបើនាងខ្ញុំអត់មានទេនាងខ្ញុំមានតែការ៉ុតហើយនឹងសក់ទេបងប្អូនហើយនាងខ្ញុំក៏ចាប់ដាក់កន្ទោលបងប្អូនហើយនាងខ្ញុំក៏ចាប់ដើមដាក់នំបញ្ចុកបងប្អូនខ្ញុំយកទៅធ្វើការហូបបងប្អូនអញ្ចឹងទៅខ្ញុំក៏យកដាក់កន្ទោលទៅខ្ញុំអត់បានហូបនៅផ្ទះទេឆ្លោះហើយអីហើយអញ្ចឹងក៏នាងខ្ញុំយកទៅហូបកន្លែងធ្វើការរាល់ដងខ្ញុំធ្វើម្ហូបធ្វើអីគឺខ្ញុំធ្វើហើយគឺខ្ញុំយកទៅដាក់កន្ទោលដាក់អីកន្ទោលស្រាក់យើងទៅធ្វើការបងប្អូនងាយស្រួលហូបដល់កន្លែងទៅការយើងអាចហូបបានអញ្ចឹងបងប្អូនហើយនេះខ្ញុំចាប់ដើមដួសនំបញ្ចុកដូរអីដាក់ក្នុងកន្ទោលស្រាក់ច្រើនបងប្អូនដែលឃើញវីដេអូរបស់ខ្ញុំឆ្ងល់ហើយថាមិននាងខ្ញុំអត់ដែលថតពីរបៀបធ្វើម្ហូបធ្វើនំបញ្ចុកធ្វើអីបងប្អូនជួនកាលទៅនាងខ្ញុំអត់សូវមានពេលទេបងប្អូនអើយអញ្ចឹងទៅខ្ញុំថតកាត់ឲ្យបងប្អូនទស្សនាមើលទៅណាបងប្អូនទស្សនាមើលលេងទៅទឹកនំបញ្ចុករបស់ខ្ញុំគឺមិនសូវទំនងប្រហែលទេបងប្អូនអើយឥឡូវយើងក៏ចាប់ផ្ដើមដួសទឹកនំបញ្ចុកយើងដាក់កន្ទោលស្រាក់បងប្អូនខ្ញុំដាក់នំបញ្ចុកពីកន្ទោលស្រាក់ហើយទឹកនំបញ្ចុកហ្នឹងគឺដាក់ពីកន្ទោលស្រាក់បន្លែខ្ញុំវាមានតែពីរមុខហ្នឹងឯងបងប្អូនបើមានបន្លែច្រើនមុខបងប្អូនឆ្ងាញ់ណាបើខ្ញុំចូលចិត្តហូបនំបញ្ចុកខ្ញុំដាក់បន្លែច្រើនមុខមិនឆ្ងាញ់បងប្អូនឥឡូវខ្ញុំក៏ចាប់ផ្ដើមដួសទឹកស្លដាក់កន្ទោលស្រាក់បងប្អូនហើយទឹកស្លខ្ញុំហ្នឹងគឺទំនងអត់បងប្អូនអើយខ្ញុំនិយាយរួមពីមុនខ្ញុំអត់សូវចេះហូបដែរបងប្អូនព្រោះអីខ្ញុំស្លអត់ដាក់ប្រហុកពីដើមខ្ញុំហូបដាក់ប្រហុកក៏បងប្អូនដល់ពេលគ្រួសាររបស់ខ្ញុំហ្នឹងគាត់អត់ហូបប្រហុកទេអញ្ចឹងទៅគឺខ្ញុំស្លអត់ដាក់ទ្រាំតែខ្ញុំចេះហូបបងប្អូនណាយូរដែរអញ្ចឹងណាខ្ញុំប្រើទឹកត្រីបន្តិចទេបងប្អូនហើយក៏ហ៊ានដាក់ច្រើនតែបើយើងស្លដាក់ប្រហុកអូយឆ្ងាញ់មែនតើបងប្អូនតែខ្ញុំអត់បានដាក់ប្រហុកទេគឺពេលយើងយូរទៅក៏ស៊ាំតាមគ្នាទៅណាបងប្អូនព្រោះគ្រួសារខ្ញុំក៏អត់ហូបប្រហុកក៏អត់ហូបអញ្ចឹងទៅក៏យើងស្លដាក់ទឹកត្រីទៅបងប្អូនបើតាមចំណូលចិត្តបងប្អូនទេហើយគឺផ្លេចមិនបានបងប្អូនគឺម្ទេសបងប្អូនបើមានម្ទេសហុយក៏បានម្ទេសស្រស់ក៏បានដែរបងប្អូនគឺហូបនំចុកគឺអត់មានពាក្យមួយមុខហ្នឹងគឺអត់សូវឆ្ងាញ់ទេបងប្អូនដែលគាត់ចូលចិត្តហូបម្ទេសដូចនាងខ្ញុំអីបានចូលអារម្មណ៍ហ្នឹងនិយាយលេងទេណាបងប្អូនឥឡូវខ្ញុំក៏ចាប់ផ្ដើមរៀបចំម្ហូបអាហារខ្ញុំរួចអស់បងប្អូននេះទឹកស្លពីកន្ទោលស្រាក់ចឹងទៅហើយនំបញ្ចុកពីកន្ទោលស្រាក់ហើយមានបន្លែបន្តិចបន្តួចបងប្អូនហើយទឹកនំបញ្ចុកខ្ញុំគឺនៅសល់ច្រើនដែរបងប្អូនហើយហូបពី3នាក់ក៏អត់ទាន់អស់ដែរតាមមើលបងប្អូនហើយក៏សូមអរគុណបងប្អូនសូមជូនពរបងប្អូនសុខភាពល្អសំណាងល្អអរគុណបាយបាយ